បាទជាថ្មីក្នុងទីខ្ញុំបាទសូមគោរពជំរាបសួរទៅដល់ពុកម៉ែបងប្អូនទាំងអស់គ្នាក៏ដូចជាបងប្អូនថ្នាក់ទី12ទាំងអស់គ្នានៅក្នុងការត្រៀមខ្លួនដើម្បីប្រឡងសញ្ញាបត្រទុតិយភូមិទាំងអស់គ្នាផងដែរបាទថ្ងៃនេះដែរខ្ញុំបាទសូមធ្វើការចែករំលែកតទៅនឹងសំណួរមួយជាសំណួរដែលសម្រាប់ត្រៀមប្រឡងបាក់ឌុបសម្រាប់បងប្អូនទាំងអស់គ្នាគឺតទៅនឹងប្រវត្តិសាស្ត្រតំបន់ដែលខ្ញុំចង់ធ្វើការអាប់ដេតព័ត៌មានអំពីសំណួរមួយនេះបាទសំណួរមួយនេះសួរថាតើសមាជិកអាស៊ានមានប្រមាណប្រទេសហើយមានប្រទេសណាខ្លះបាទជាសំណួរដែលបងប្អូនត្រូវតែចងចាំនៅក្នុងការអាប់ដេតព័ត៌មានណាបងប្អូនទាំងអស់គ្នាបាទឥឡូវនេះយើងចូលទៅដល់អត្រាកំណែនៃសំណួររបស់យើងបាទអញ្ចឹងសំណួររបស់យើងគេថាសមាគមអាស៊ានបាទបងប្អូនទាំងអស់គ្នាត្រូវចងចាំថាម៉េចតើតើទៅនឹងសមាគមអាស៊ានអញ្ចឹងសមាគមអាស៊ានត្រូវចងចាំថាជាសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍បើយើងនិយាយប្រជាជាតិគឺជាជាតិមួយឬក៏ជារដ្ឋមួយនៅអាស៊ីអាគ្នេយ៍បាទដែលសមាគមអាស៊ាននឹងគឺមានសមាជិកចំនួន11ប្រទេសនេះបងប្អូនទាំងអស់គ្នាតែបងប្អូនត្រូវចងចាំសមាគមពីមុនគឺមានតែ10ប្រទេសតែត្រឹមកម្ពុជាយើងចុងក្រោយគេប៉ុន្តែសម័យបច្ចុប្បន្ននេះគឺមានចំនួន11ប្រទេសដែលយើងទើបតែបញ្ចូលនៅទីមួយទៀតចូលជាសមាជិកអាស៊ានពេញសិទ្ធតែម្ដងណាបងប្អូនទាំងអស់គ្នាអញ្ចឹងប្រទេសទី1គឺប្រទេសថៃបាទប្រទេសទី2ប្រទេសម៉ាឡេស៊ីប្រទេសទី3ប្រទេសឥណ្ឌូនេស៊ីប្រទេសហ្វីលីពីនប្រទេសសិង្ហបុរីប្រទេសប្រ៊ុយណេប្រទេសវៀតណាមប្រទេសមីយ៉ាន់ម៉ាប្រទេសឡាវប្រទេសកម្ពុជានិងប្រទេសទីម៉ូខាងកើតបាទដែលដំបូងឡើយមានតែ10ទេដែលកម្ពុជាយើងជាសមាជិកក្រោយគេប៉ុន្តែបច្ចុប្បន្ននេះគឺមានចំនួន11ណាបងប្អូនទាំងអស់គ្នាត្រូវចងចាំផងដែរបាទឥឡូវនេះយើងមើលតកតងទៅនឹងប្រទេសគេថាមិនគេថាប្រទេសដែលជាស្ថាបនិកដំបូងរួមមានដូចជាអញ្ចឹងប្រទេសស្ថាបនិកគឺជាបណ្ដុំប្រទេសដែលរួមគ្នានៅក្នុងការបង្កើតឲ្យមានអាស៊ានឡើងមកបាទប្រទេសសមាជិកស្ថាបនិកដំបូងគេគឺមានម៉ាឡេស៊ីឥណ្ឌូនេស៊ីហ្វីលីពីនថៃនិងសហបុរីជាប្រទេសដែលបង្កើតដំបូងរួមគ្នាដំបូងគេចំនួន5ប្រទេសដែលចូលនៅក្នុងថ្ងៃតែមួយមានន័យថារួមគ្នាបង្កើតឲ្យមានសមាគមអាស៊ាននឹងនៅថ្ងៃទី8សីហាឆ្នាំ1967គឺមានប្រទេសចំនួន5ម៉ាឡេស៊ីឥណ្ឌូនេស៊ីហ្វីលីពីនថៃនិងសិង្ហបុរីណាបងប្អូនទាំងអស់គ្នាបាទហើយរឿងទី2សមាជិកបន្ទាប់គឺប្រ៊ុយណេសមាជិកបន្ទាប់ប្រ៊ុយណេគឺចូលនៅថ្ងៃទី7មករាឆ្នាំ1984ណា1984សមាជិកទី7គឺប្រទេសវៀតណាមបាទប្រទេសវៀតណាមចូលនៅថ្ងៃទី28ខែកក្កដាឆ្នាំ1995បាទ95ណាបងប្អូនទាំងអស់គ្នាត្រូវចងចាំតទៅនឹងសម័យចូលមានថាកាលបរិច្ឆេទនៃចូលរបស់ប្រទេសនីមួយៗផងដែរព្រោះអានឹងវាគឺជាតិចនិចមួយដែលបងប្អូនសរសេរមកគឺឥតចោះអត់មានត្រូវដកកន្លែងណាបានទេព្រោះយើងសរសេរពីសមាជិកចូលឈ្មោះប្រទេសហើយនឹងថ្ងៃខែដែលចូលមកបាទហើយសមាជិកបន្ទាប់ទៀតគឺមាន2ប្រទេសដែលចូលស្មើគ្នាតំណាងគ្នាគឺប្រទេសមីយ៉ាន់ម៉ានិងប្រទេសឡាវបាទដែលចូលនៅថ្ងៃទី23ខែកក្កដាឆ្នាំ1997បាទអាហ្នឹងហើយគឺជាសមាជិកបន្ទាប់ទៀតបាទបើយើងនិយាយ5មក6 7 7មក8 9បាទសមាជិកទី9ដល់ពេលសមាជិកដែលយើងពីមុនអតិនន័យចាស់គេថាសមាជិកចុងក្រោយឯងគឺប្រទេសកម្ពុជាដែលយើងចូលនៅថ្ងៃទី30មេសាឆ្នាំ1999គឺសមាជិកចុងក្រោយយើងថាចុងក្រោយប៉ុន្តែនេះគឺអត់ទេគឺមានតែន័យថ្មីយ៉ាងម៉េចបងប្អូនទាំងអស់គ្នាថ្មីត្រង់ថាគឺមានសមាជិកថ្មីមួយទៀតស្រឡាងតែម្ដងដែលចូលជាសមាជិកសង្កេតការបើយើងនិយាយថាចូលជាសមាជិកសង្កេតការហ្នឹងតាំងពី2022មកលេះបាទតាំងពី2022មកម្លេះប៉ុន្តែបច្ចុប្បន្ននេះគឺអត់ទេគឺបានចូលពេញសិទ្ធតែម្ដងបងប្អូនទាំងអស់គ្នាគឺប្រទេសទីម៉ូខាងកើតនេះប្រទេសទីម៉ូខាងកើតគឺជាប្រទេសដែលចូលសមាជិកអាស៊ានចុងក្រោយគេនៅថ្ងៃទី26ខែតុលាឆ្នាំ2025ជាទិន្នន័យថ្មីមែនទែនណាបងប្អូនទាំងអស់គ្នាដែលលោកគ្រូចង់បញ្ជាក់ទៅដល់បងប្អូនទាំងអស់គ្នាឲ្យបានដឹងបាទឲ្យបានដឹងទៅនឹងសមាជិកអាស៊ានបច្ចុប្បន្នគឺមានចំនួន11ប្រទេសដែលមានសមាជិកថ្មីមួយទៀតគឺប្រទេសទីម៉ូខាងកើតបានចូលជាសមាជិកទី11នៅថ្ងៃទី26ខែតុលាឆ្នាំ2025ណាបងប្អូនទាំងអស់គ្នាបាទអញ្ចឹងហើយលោកគ្រូមានតែប៉ុណ្្នេះទេជាចុងក្រោយក៏សូមអរគុណនិងសូមជូនពរទៅដល់បងប្អូនថ្នាក់ទី12ទាំងអស់
ត្រូវប្រឹងប្រែងឲ្យខ្លាំងមែនទែនបើបងប្អូនប្រឹងប្រែងបងប្អូនចេះគឺបងប្អូននឹងជាប់